បាទយើងចាំទាំងពីរនាក់សូមបានការគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពរាប់អានបាទគណៈពេលនេះពួកយើងទាំងពីរបាទកំពុងតែមានវត្តមាននៅភូមិវប្បធម៌បាទភូមិវប្បធម៌គឺជាបេះដូងនៃនគរសង្គ្រាមការថ្ងៃនេះដែរគឺជាថ្ងៃចុងក្រោយបាទនៃព្រឹត្តិការណ៍នគរសង្គ្រាមបាទត្រូវនៅថ្ងៃទីម៉ានកញ្ញាថ្ងៃទី19បាទ19ខែមេសាឆ្នាំ2026បាទជាទូទៅសម្រាប់ព្រឹត្តិការណ៍នៃនគរសង្គ្រាមហ្នឹងគឺចាប់ផ្ដើមចាប់ពីថ្ងៃទី14រហូតដល់ថ្ងៃទី19បាទហើយពីមួយថ្ងៃទៅមួយថ្ងៃគឺកម្មវិធីកាន់តែពិសេសព្រះពិរុនកំពុងតែធ្លាក់មកហើយបាទឥឡូវនេះពួកយើងកំពុងតែនៅឆាកបាទជាមួយនឹងតន្ត្រីបុរាណខ្មែរមរតកកូនខ្មែរបាទហើយក៏សម្រាប់ក្រុមតន្ត្រីក៏គាត់នៅតែបន្តជាមួយនឹងតន្ត្រីដល់ពីរោះបាទសម្រាប់ពុកម៉ែបងប្អូនរបស់យើងធ្វើការស្ដាប់កំសាន្តផងដែរជាមួយនឹងបទបាទបទនេះបទអីគេចំពងកាចាចំពងបាទចឹងឃើញថាសម្រាប់ថ្ងៃចុងក្រោយនេះពិតជាពិសេសមែនទែនបងប្អូនគឺព្រះពិរុននិយាយទៅគាត់បានប្រោះព្រំជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍នគរសង្គ្រាមគឺជាថ្ងៃចុងក្រោយតែម្ដងបាទលះបូករួមជាមួយនឹងទឹកភ្លៀងធ្លាក់គឺឲ្យតិចតិចបាទទេវតាឆ្នាំថ្មីគាត់ឲ្យពរជ័យបាទជាពិសេសជាងគេនោះគឺតន្ត្រីសម័យផ្គុំមកឡើងរុនបាទគឺថាក្នុងព្រឹត្តិការណ៍នគរសង្គ្រាមគឺមានច្រើនបាទមានច្រើនបែបច្រើនទម្រង់បងប្អូនណាគឺមានតាំងពីតន្ត្រីបុរាណតន្ត្រីសម័យបែបសហសម័យបាទតន្ត្រីបាញ់មិញយើងទៅតែរាំជាមួយនឹងបទស្គរដៃបាទស្គរដៃមែនទេនិយាយទៅសុបាយណាស់ហ្នឹងបាទគឺមានច្រើនគ្រប់ចង្វាក់ឡំលាវរាំបាច់សារបានឡំលាវគឺមានគ្រប់ទាំងអស់នៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមនេះបាទកញ្ញាមានដឹងអត់ថាថ្ងៃចុងក្រោយនេះមានកម្មវិធីអីខ្លះសំខាន់នៅក្នុងភូមិវប្បធម៌ចាដឹងដែរមានអីខ្លះតែឲ្យលោកធានអ្នកសម្រាប់អូខេអញ្ចឹងអ្វីដែលខ្ញុំចាំជាងគេគឺការប្រកួតអុកយៈបងប្អូនណាការប្រកួតអុកយៈផ្ដាច់ព្រាត់គឺមានការប្រគល់រង្វាន់សម្រាប់អ្នកដែលគាត់ទទួលបានជ័យលាភីពីកម្មវិធីផ្ទាល់តែម្ដងបាទគឺថ្នាក់ដឹកនាំគាត់បានរៀបចំនិយាយទៅប្រកួតតាំងពីវគ្គទី1រហូតដល់វគ្គបញ្ចប់បាទអញ្ចឹងថ្ងៃនេះគឺថ្ងៃផ្ដាច់ព្រាត់អញ្ចឹងមុននឹងធ្វើការប្រកួតដើម្បីបញ្ចប់គឺព្រះពិរុនគាត់ទម្លាក់ឲ្យពរជ័យសិនបាទតំណក់ធំហ្មងបាទហើយនៅមានកម្មវិធីជាបន្តក៏មានជាមួយនឹងការសម្ដែងបាទការសម្ដែងល្ខោនបាសាក់បាទគឺរឿងតេជោយ៉តធ្លាប់ឮហ៎ឮហើយតេជោយ៉តគឺជារឿងប្រវត្តិសាស្ត្រខ្មែរយើងពីសម័យមុនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនតេជោយ៉តចាបាទអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូឲ្យបានច្រើនទាំងអស់គ្នាបាទដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកបាទប្រវត្តិសាស្ត្ររបស់ខ្មែរយើងដូចជាដើម្បីឲ្យបានដឹងពីប្រវត្តិសាស្ត្រទម្រង់ទាំងអស់ចាខ្មែរយើងមានប្រពៃណីមានវប្បធម៌ដ៏ត្រចះត្រចង់មានអរិយធម៌ដ៏វ័យចំណាស់មួយបាទអញ្ចឹងពុកម៉ែបងប្អូនដែលអញ្ជើញមកចូលរួមបាទកុំភ្លេចបាទជាពិសេសគឺរងចាំទេសនាបាទចាល្ខោនបាទហើយជាពិសេសគឺសូមជួយបរិស្ថានទាំងអស់គ្នាបងប្អូនណាគឺតកតមួយសម្រាមនៅក្នុងដៃអ្នកបាទគុំទម្លាក់ចោលផ្ដេសផ្ដាស់គឺដាក់ចូលធុងសម្រាមបាទហើយបាទហើយកម្មវិធីចុងក្រោយក៏មានកម្មវិធីនេះរំពងចេះហ៎ចេះរំចាអូចូលចិត្តណាស្រឡាញ់ណាប្រពៃណីរបស់ខ្មែរយើងគឺរំវងរំក្បាច់សារវ៉ាន់ឡំលាវចឹងកម្មវិធីដាក់ថារំវងមិនតែមិនមែនរំតវងទេបងប្អូនគឺរំសារវ៉ាន់រំក្បាច់បូរឡូបាទឡំលាវបាទស្មារីសនបាទនិយាយទៅឲ្យតែជាចង្វាក់ប្រពៃណីខ្មែររបស់យើងគឺមាននៅក្នុងកម្មវិធីនឹងតែម្ដងបាទចឹងកុំភ្លេចចូលរួមរំលេងកំសាន្តទាំងអស់គ្នាបាទមិនឃើញលោកខិនរំហើយឃើញខ្ញុំរំឃើញតុនអត់ទេកូនខ្មែររំតុនអញ្ចឹងណាហើយខ្ញុំឃើញលោកខិនរំដូចស្អាតណាដល់កាច់ចកេះហ្មងនិយាយទៅចេះតែរៀនរំតែបងប្អូនព្រោះអីវាជាចង្វាក់ប្រពៃណីខ្មែររបស់យើងតើយើងចូលរួមទាំងអស់គ្នាដើម្បីអភិរក្សបាទថែរក្សាការពារអ្វីដែលជារបស់ខ្មែរយើងទាំងអស់គ្នាឥឡូវមើលបំបែអារម្មណ៍បំបែធានបត់មកជួបជាមួយនឹងបងប្អូនលេងភ្លេងចាហ្នឹងហើយបត់នេះហៅបត់អីដែរនោមនាងបត់នោមនាងចាហើយមើលអ្នកលេងភ្លេងស្គាល់គួយស្អាតទៀតណាមើលហើយណែសុទ្ធសម្រស់អូកូនខ្មែរសុទ្ធតម្រង់កូនខ្មែរតែម្ដងចាតម្រង់កូនខ្មែរគឺថាចេញមកខ្មែរអង្គរហ្មងចាមើលងាយប៉ុណ្ណឹងទីមើលអូអ្នកគេតម្រង់កម្មវិធីបាទកម្មវិធីនគរសង្គ្រាមពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់គឺពិតជាមានការចូលរួមយ៉ាងព្រោះមែនតើស្រាំបាទសាមគ្គីគ្នាពីយុវជនយុវតីបាទ
ជាពិសេសគឺយុវជនស្ម័គ្រចិត្ត khiស្ដាប់បទភ្លេងនេះខ្ញុំចង់ងុយគេងមកនេះត្រូវមើលមេភ្លៀងតិចមានអារម្មណ៍ថាចង់ងុយគេងហ្មងព្រោះបរោះពេក គេនឹងឲ្យយ៉ាងកាយក្រោយតែភ្លេងឥឡូវយើងមកសង្ខេបខ្លីៗនៃព្រឹត្តិការណ៍នគរសង្គ្រាមពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់បាទអញ្ចឹងសម្រាប់កម្មវិធីគឺមានច្រើនពុកម៉ែបងប្អូនគឺមាននិយាយទៅគឺនៅក្នុងថ្ងៃនីមួយៗគឺកម្មវិធីផ្លាយគ្នារហូតបាទដូចជាថ្ងៃទី1កញ្ញាចាំបាទថ្ងៃទី1មានព្រឹត្តិការណ៍គេនៅវត្តភ្នំគឺមានការរៀបចំជាមួយនឹងពិធីទទួលទេវតាបាទដែលមានថ្នាក់ដឹកនាំរបស់យើងចូលរួមគ្រប់ជាន់ថ្នាក់គឺរាជធានីខេត្តតែម្ដងបាទគឺនៅវត្តភ្នំបាទហើយក៏មានជាមួយនឹងបន្ទាប់ពីទទួលទេវតាហើយគឺមានកម្មវិធីរាំលេងកម្សាន្តដែលមានការចូលរួមប្រគំតន្ត្រីពីតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជារបស់យើងផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនឃើញថាចូលរាំលេងកម្សាន្តពិតជាស្រស់ស្អាតមែនតើបាទរាំលេងលំណែនវងតែម្ដងបាទហើយក៏មានកម្មវិធីដែលសំខាន់មួយទៀតហ្នឹងគឺទាញព្រ័ត្របាទទាញព្រ័ត្រមិត្តភាពបាទកម្មវិធីទាញព្រ័ត្រមិត្តភាពគឺជាកម្មវិធីដែលបញ្ជាក់ពីសាមគ្គីភាពបាទឃើញថាខ្មែរយើងតាំងពីមួយចំនួនទៅមួយចំនួនគឺសាមគ្គីភាពខ្លាំងមែនតើបាទអញ្ចឹងគឺបានជាឋានៈដឹកនាំគាត់បានរៀបចំជាមួយនឹងកម្មវិធីទាញព្រ័ត្រនេះឡើងបាទដើម្បីជាការរំលឹកការដាស់តឿនបាទឲ្យជាពិសេសកូនខ្មែរចំនួនក្រោយឲ្យលោកបានខិតខំប្រឹងប្រែងក៏ដូចជារួបរวมគ្នាសាមគ្គីគ្នាធម្មតាតែកាលណាសាមគ្គីគ្នាធ្វើអីក៏បានសម្រេចដែរជឿអត់ចាធ្វើអីសាមគ្គីគ្នាគឺនាំសម្រាប់ភាពជោគជ័យគ្រប់យ៉ាងទាំងអស់ពិតប្រាកដណាស់កូនខ្មែរយើងត្រូវតែស្រឡាញ់គ្នាសាមគ្គីគ្នាចូលជ្រុងតែមួយតែអ្វីគ្រប់យ៉ាងជោគជ័យបាទចាហើយជាបន្តទៅទៀតសម្រាប់ថ្ងៃទី1ក៏មានការសម្ដែងជាមួយនឹងល្ខោនក្បាច់បុរាណទេវីចំបាំងបាទគឺសម្ដែងនៅឆាកធំតែម្ដងនៅភូមិវប្បធម៌នេះឃើញថាការដែលអ្នកដឹកនាំគាត់បានរៀបចំជាមួយនឹងល្ខោនក៏ដូចជាការសម្ដែងល្ខោននេះគឺគាត់ចង់រំលឹកក៏ដូចជាចង់កោះកកាយជាមួយនឹងអរិយធម៌វប្បធម៌របស់ខ្មែរជាពិសេសគឺវិស័យល្ខោនបាទកុំឲ្យថាពេលខ្លះអ្នកចំនួនក្រោយគាត់បានស្គាល់បានដឹងថាល្ខោនហ្នឹងអីគេបាទអញ្ចឹងបានកម្មវិធីគាត់រៀបចំលើកចំឡើងគឺគាត់ជាពិសេសមែនតើជាពិសេសគឺក្មេងៗជំនាន់ក្រោយបាទគាត់បានទស្សនាជាមួយនឹងល្ខោនបាទហើយចំពោះថ្ងៃបន្ទាប់ក៏មិនភ្លេចដែរជាមួយនឹងកម្មវិធីបាទថ្ងៃទី2គឺមានការប្រគេនព្រះសង្ឃនិងវាលុកចេតិយបាទគេថាអីគេហ្នឹងពូនក្នុងខ្សាច់បាទអញ្ចឹងសម្រាប់ការពូនក្នុងខ្សាច់នៅវត្តភ្នំណាបងប្អូនប្រកាសជាបានឃើញនៅក្នុងវីដេអូហើយនេះដោយសារពេលវេលាក៏ខ្លីយើងមិនអាចសម្រាយនៅពូនក្នុងខ្សាច់ហ្នឹងទេតាមពិតប្រវត្តិខ្មែរយើងក៏ពូនក្នុងខ្សាច់គឺថាវាមានគេហៅថាពាក់ព័ន្ធជាមួយនឹងសម័យកាលចាបាទអញ្ចឹងវាវែងបាទអញ្ចឹងបន្ទាប់ពីពូនក្នុងខ្សាច់គឺអ្វីដែលយើងចងចាំមិនភ្លេចបាទគេហៅថាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របងប្អូនបាទគឺក្បួនហែនគរសង្គ្រាមបាទអញ្ចឹងចំពោះការហែនគរសង្គ្រាមគឺលោកបានរៀបចំជាមួយនឹងដល់ទៅ2ថ្ងៃបាទគឺថ្ងៃទី15និងថ្ងៃទី18កាលពីម្សិលមិញនេះបាទថ្ងៃទី18គឺនិយាយទៅគឺឃើញថាព្រឹសសវលខ្ញាក់តែម្ដងបាទក្នុងនាមជាកូនខ្មែរបើឃើញហើយមិនសែមិនអស់ចិត្តទេគឺយើងត្រូវតែសែដើម្បីឲ្យពិភពលោកគាត់បានឃើញបាទថាកូនខ្មែរពិតជាអស្ចារ្យខ្មែរយើងមានអរិយធម៌មានវប្បធម៌ដ៏អស្ចារ្យល្អឯកដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាននិយាយរួមទៅក្នុងឆ្នាំ2026នេះគឺថាព្រឹត្តិការណ៍នគរសង្គ្រាមគឺប្លែកមែនតើបាទគឺជាប្រវត្តិសាស្ត្រមួយបាទថាជាព្រឹត្តិការណ៍ដែលដំបូងគេហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែរបងប្អូនណាបាទអញ្ចឹងក្រៅពីនោះក៏មានជាមួយនឹងការសម្ដែងល្ខោនយីកេបាទអ្នកតាក្លាំងមឿងអ្នកតាក្លាំងមឿងក៏ជារឿងយីកេដែលជាប្រវត្តិសាស្ត្រដែរហើយលោកខៀនចូលចិត្តមើលយីកេខ្ញុំមើលខ្ញុំនិយាយទៅខ្ញុំមើលអត់មានភ្លេចភ្នែកទេអត់ភ្លេចហ្មងបាទគឺមើលអត់មានភ្លេចភ្នែកទេដោយសារតែរឿងហ្នឹងគឺបង្ហាញពីការថាប្រវត្តិសាស្ត្ររបស់យើងណាបាទអញ្ចឹងកូនខ្មែរទាំងអស់គ្នាគឺមិនភ្លេចទេបាទជាមួយនឹងព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺពិតជាអស្ចារ្យមែនទែនបាទហើយជាពិសេសគឺសម្រាប់ពុកម៉ែបងប្អូនដែលនៅក្រៅប្រទេសគាត់ចង់ចូលរួមមែនទែនមកតែសោកស្ដាយមែនទេគាត់ថាឆ្នាំក្រោយគាត់នឹងមកចូលរួមឲ្យបានចាបាទហើយទី3នៃពិធីបុណ្យចូលឆ្នាំខ្មែរអញ្ចឹងសម្រាប់កម្មវិធីផ្ទាល់ក៏មិនភ្លេចដែរជាមួយនឹងការរៀបចំការដាស់ស្រង់ព្រះបាទរៀបចំគឺមានកម្មវិធីបាទដង្ហែពុទ្ធបដិមានិងស្រង់ព្រះបាទថាដង្ហែពីវត្តអូនតាឡោមបាទទៅដល់វត្តភ្នំឃើញថាក្បួនហ្នឹងពិតជាអស្ចារ្យមែនទែនបាទពិតជាអស្ចារ្យនិយាយទៅមើលឃើញព្រឹសវលតែម្ដងបាទគឺស្អាតហើយនិយាយទៅគឺជាកម្មវិធីដ៏ពិសេសនៅក្នុងពុទ្ធសាសនាយើងណាបាទកម្មវិធីបន្តគឺការសម្ដែងគុណបាទគុណយុទ្ធចម្រុះខ្មែរបាទគឺនៅទីតាំងនៅវត្តអូនតាឡោមជាប់ជាមួយនឹងថាល្ខោនបាសាក់
បាទលខោនសមោលលខោនសមោលស្បែកធំបាទដែលមានចំណងជើងថាចំបាំងអន្តរជាតិចំពោះថ្ងៃទី17គឺមានការសម្ដែងជាមួយនឹងយុទ្ធគុណចម្រុះខ្មែរបុរាណបាទថាជាមួយនឹងគុណខ្មែរបាទដែលមានឆាកនៅក្នុងភូមិវប្បធម៌នេះតែម្ដងបាទហើយក៏មានការសម្ដែងជាមួយនឹងលខោនបាទលខោនអាពេបាទលខោនអាពេថ្ងៃហ្នឹងលោកឃើញបានមើលអត់ខ្ញុំបានមើលដែរតែមើលនៅណាដល់អត់មើលតាមเพจបោះសម្ដែងបាទខ្ញុំមើលតាមเพจដោយសារពេលហ្នឹងគឺយើងមកបាទហើយក៏មានជាមួយនឹងការរំវងកំសាន្តគេថារំវងជុំញាតបាទជាមួយនឹងចង្វាក់ខ្មែរបុរាណរបស់យើងគ្រប់ចង្វាក់ទាំងអស់បាទហើយចំពោះថ្ងៃទី18បាទថ្ងៃទី18គឺលោកបានរៀបចំជាមួយនឹងការលេងល្បែងប្រជាប្រិយចាល្បែងប្រជាប្រិយខ្មែរយើងណាចាដឹងមានឯខ្លះជួយរាប់ទីមែនមានលេងឈូងចៅឈូងចាមានលាក់កន្សែងហើយនឹងលេងទីព្រាត់ក៏ជាល្បែងមកហើយទៅដើមដឹកឈើបាទហើយនឹងខំពេគួហើយនឹងចាប់កូនមន់ចាប់កូនខ្លែងបល័យកូនមន់ហើយជាពិសេសគឺបោះអង្គុញបាទហើយនឹងមួយទៀតទាញព្រាត់ហើយបាទហើយយើងល្បែងមានច្រើនអូខេអញ្ចឹងតាមពិតទៅល្បែងប្រជាប្រិយខ្មែររបស់យើងគឺមានច្រើនប៉ុន្តែសម្រាប់នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តគឺមានការលេងល្បែងដែលរៀបចំឡើងដោយថ្នាក់ដឹកនាំរបស់នគរសង្ក្រាន្តតែម្ដងបាទដល់សាលាក្រុងតែគាត់រៀបចំបានល្អមែនតើបាទហើយក៏មានការបាទដែលអ្វីដែលខ្ញុំចាប់អារម្មណ៍គឺថ្នាក់ដឹកនាំគាត់បានយកចិត្តទុកដាក់ចំពោះពុកម៉ែបងប្អូនរបស់យើងទាំងអស់ឃើញថាថ្ងៃទី15កាលពីថ្ងៃទី15មានការដង្ហែជាមួយនឹងក្បួននគរសង្ក្រាន្តហើយដោយសារលោកគិតថាថ្ងៃទី15ហ្នឹងពុកម៉ែបងប្អូនរបស់យើងជាពិសេសគឺយុវជនអីចឹងគាត់ត្រូវទៅខេត្តទៅអីចឹងណាទៅលេងស្រុកកំណើតបាទអញ្ចឹងទៅលោកបានរៀបចំម្ដងទៀតបាទសម្រាប់ពុកម៉ែបងប្អូនដែលមិនបានចូលរួមផ្ទាល់នៅថ្ងៃទី15គាត់នឹងមកចូលរួមបាននៅថ្ងៃទី18បាទ18ហ្នឹងគឺកាន់តែពិសេសបាទព្រោះសម្បូរផ្ញើមកបាទសម្រាប់ក្បួនខែហើយក៏អរគុណដល់ថ្នាក់ដឹកនាំដែលគាត់បានរៀបចំនៅនគរសង្ក្រាន្តនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងចូលរួមកកឲ្យសប្បាយមែនតើចាហើយជាពិសេសនោះគឺថាគាត់រៀបចំគឺថាមើលទៅមានសណ្ដាប់ធ្នាប់ហើយការក្បួនដង្ហែក៏មានចាអូនិយាយទៅគ្រប់ទម្រង់តែម្ដងគឺថាល្អមែនតើបាទនិយាយទៅគឺនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនេះគឺការដែលថ្នាក់ដឹកនាំគាត់រៀបចំឡើងគឺទទួលផ្ដល់ផលអត្ថប្រយោជន៍ច្រើនមែនទែនជាពិសេសគឺពុកម៉ែបងប្អូនដែលជាអាជីវករអ្នករកស៊ីលក់ដូរបាទថាគាត់ជួយបង្កើនចំណូលជួយសេដ្ឋកិច្ចជាតិរបស់យើងបាទតាមរយៈអីតាមរយៈភ្ញៀវទេសចរបាទអញ្ចឹងជួយវិស័យទេសចរផងដែរបាទអញ្ចឹងភ្ញៀវទេសចរឃើញថាមានតាំងពីជាតិបរទេសមកច្រើនមែនទែនគ្រប់ផ្សារបាទហើយជាការផ្សព្វផ្សាយមួយផ្សព្វផ្សាយវប្បធម៌អរិយធម៌របស់ខ្មែរយើងឲ្យពិភពលោកគាត់បានស្គាល់បានដឹងបានស្គាល់កាន់តែច្បាស់បាទហើយជាភាសានេះគឺហៅថាជួយមិញជួយទេសចរបាទជាពិសេសគឺជួយទៅលើកងទ័ពបាទអញ្ចឹងសម្រាប់ចំណូលមួយផ្នែកនៃព្រឹត្តិការណ៍នគរសង្ក្រាន្តហ្នឹងគឺយកទៅចាត់ចែងសម្រាប់ជួយទៅលើកងទ័ពជួរមុខរបស់យើងក៏ដូចជាសម្រាប់ពុកម៉ែបងប្អូនដែលជាជនភៀសសឹកផងដែរបានន័យថាសម្រាប់កម្មវិធីក៏មានការរៀបចំដូចជាមានការគោរពវិញ្ញាណក្ខន្ធក៏ដូចជាការរំលឹកនិយាយទៅបេះដូងខ្មែរទោះបីថាសបាយនៅក្នុងនគរសង្ក្រាន្តនៅរាជធានីភ្នំពេញក៏ពិតមែនតែដួងចិត្តនឹងបេះដូងគឺថាគិតទៅដល់បងប្អូនបងបរិយកងទ័ពនៅជួរមុខហើយជាភាសាហ្នឹងគឺចាជនភៀសសឹកដែលគាត់កំពុងតែរងទុក្ខរងការលំបាកនៅព្រំដែននេះអញ្ចឹងជួយឲ្យពួកគាត់មានសេចក្តីសុខហើយនឹងឈ្នះអស់មេសត្រូវគ្រប់ទិសទីជាពិសេសហ្នឹងកុំឲ្យមានជំងឺចកាត់អីបៀតបៀនចា៎បាទហើយឃើញថានៅក្នុងកម្មវិធីផ្ទាល់ក៏មានរំលេចជាមួយនឹងការគេថាសម្ដែងជាមួយនឹងបទចម្រៀងតាក់ទងមួយកងទ័ពច្រើនដែរកាលពីម្សិលមិញណាចាច្រើនបាទនិយាយទៅព្រោះហើយមិននិយាយមានអត្តន័យខ្លាំងតែម្ដងមានអត្តន័យខ្លាំងជ្រាលជ្រៅបាទជាការរំលឹកការដឹងគុណក៏ដូចជាការបង្ហាញជាមួយនឹងគេហៅជារភាពរបស់អ្នកដឹកនាំដែលលោកបានរៀបចំកម្មវិធីនេះឡើងជាការរំលឹកជាការបង្ហាញនូវទឹកចិត្តឆន្ទៈស្រឡាញ់អញ្ចឹងណាបាទសម្រាប់ព្រួយយើងដើម្បីបញ្ជាក់ថាសម្រាប់កម្មវិធីទោះបីជាមានកម្មវិធីកំសាន្តសប្បាយច្រើនយ៉ាងណាក៏ដោយក៏លោកមិនភ្លេចដែរជាមួយនឹងគ្រប់វិនាទីគឺតែងតែនឹកឃើញដល់បងរបស់កងទ័ពរបស់យើងដែលគាត់ឈរជើងយ៉ាងស្វាហាប់ការពារទឹកដីរបស់យើងធៀមស្រស់បាទ
សាច់ស្រស់ដើម្បីប្រជាពលរដ្ឋខ្មែរបាទពិតជាអស្ចារ្យមែនតើសម្រាប់កូនខ្មែរគ្រប់រូបបាទហើយនិយាយពីបេះដូងខ្ញុំវិញលោកឃើញនិយាយទៅមួយវិនាទីក៏ខ្ញុំតែងតែនឹកឃើញដល់បងបរិយាកងទ័ពដែរថាពេលនេះគាត់នៅក្នុងព្រៃតែគាត់មានផលលំបាកយ៉ាងម៉េចមានមុខមានអីអញ្ចឹងឬក៏ភ្លៀងអីអញ្ចឹងណាថ្ងៃទី19នេះគឺមានកម្មវិធីពិសេសរហូតដល់ទៅ3បាទគឺ3គឺទី1គឺកម្មវិធីប្រកួតអុកយៈបាទថាកម្មវិធីហ្នឹងគឺផ្ដាច់ត្រួតថ្ងៃហ្នឹងតែម្ដងបាទអុកយៈឃើញគ្រាប់ប៉ុណ្ណាណៃប៉ុនកញ្ញាឯងតាគ្រាប់ធំហ្នឹងបាទគេហៅថាអុកយៈបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលរួមប្រកួតនៅក្នុងកម្មវិធីហ្នឹងថ្ងៃហ្នឹងគឺផ្ដាច់ត្រួតហើយនឹងមានពានរង្វាន់ពីកម្មវិធីផ្ទាល់តែម្ដងបាទដើម្បីជាការដូរអនុស្សាវរីយ៍សម្រាប់អ្នកដែលគាត់ខិតខំប្រឹងប្រែងប្រើបញ្ញាស្មារតីដើម្បីយកជ័យលាភីណាបាទហើយក៏មានការសម្ដែងល្ខោនបាសាក់ដូចគ្នាបងប្អូនណាគឺល្ខោនដេជោយ៉តទេអញ្ចឹងរឿងដេជោយ៉តគឺជារឿងប្រវត្តិសាស្ត្រដែលកូនខ្មែរទាំងអស់គ្នានិយាយទៅកូនខ្មែរទាំងអស់គ្នាត្រូវចងចាំហើយត្រូវមើលទាំងអស់គ្នាឲ្យដឹងពីប្រវត្តិសាស្ត្ររបស់យើងបាទអញ្ចឹងក៏មានជាកម្មវិធីចុងក្រោយគឺកម្មវិធីបាទរំវងជុំញាតបាទជាការកម្មវិធីបិទគូតក្នុងថ្ងៃទី19នេះតែម្ដងបាទគឺរំលេងនៅក្នុងបរិវេណផ្សាររាត្រីបាទនៅផ្លូវ Wall Street សង្ឃឹមថាបងប្អូនយើងអាចរំទាំងភ្លៀងហើយព្រោះដោយសារពិរុនផ្ទះពិរុនគាត់នៅតែទម្លាក់ចុះមកទៅដែរដោយសារបាទចាអូខេឥឡូវយើងសង្ខេបខ្លីៗមកដល់ប៉ុណ្្នេះហើយជាចុងក្រោយកញ្ញាចង់ឲ្យមានក្នុងនាមកញ្ញាផ្ទាល់កញ្ញាចង់ឲ្យមានព្រឹត្តិការណ៍នគរសង្គ្រាមនេះបន្តទៀតដែរទេចាសម្រាប់នាងខ្ញុំគឺថាចង់ឲ្យព្រឹត្តិការណ៍នគរសង្គ្រាមនេះមានរហូតរាល់ឆ្នាំតែម្ដងព្រោះថាមានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋខ្មែរគឺថាជួយសម្រាលនៅភាពលំបាកធ្វើឲ្យគាត់មានការងាររកចំណូលដូចជាលក់ដូរដូចជាគាត់និយាយទៅមានចំណូលចូលតែម្ដងបាទអញ្ចឹងឃើញថាព្រឹត្តិការណ៍នគរសង្គ្រាមនេះគឺផ្ដល់អត្ថប្រយោជន៍បាទដល់បងប្អូនប្រជាពលរដ្ឋខ្មែរបាទដល់អាជីវករអ្នកលក់ដូរបាទហើយជាពិសេសហ្នឹងគឺវិស័យទេសចរបាទថាមានភ្ញៀវទេសចរកើនឡើងរហូតនិយាយទៅនៅភ្នំពេញជាប់លំដាប់ថ្នាក់លេខ1ដឹងហើយកញ្ញាបាទជាប់លំដាប់ថ្នាក់លេខ1ហើយជួយដល់វិស័យទេសចររបស់យើងក៏ដូចជាបង្កើនចំណូលបាទសម្រាប់ប្រជាជនខ្មែររបស់យើងបាទថានគរសង្គ្រាមជួយប្រជាពលរដ្ឋខ្មែរជួយដល់វិស័យទេសចរជួយដល់ជាតិរបស់យើងបាទជួយដល់កងទ័ពបាទជួយដល់បងប្អូនកងទ័ពរបស់យើងពីព្រោះចំណូលមួយផ្នែកគឺត្រូវបានយកទៅជួយកងទ័ពនិងពុកម៉ែបងប្អូនដែលជាពិសេសសុលខេនមួយទៀតមានស្ងល់ទេស្ងល់ថារាល់ឆ្នាំមានទឹកឡានបាញ់ទឹកឆ្នាំហ្នឹងអត់មានទេបាទឆ្នាំនេះគឺថ្នាក់ដឹកនាំគាត់បានប្រកាសហើយបាទគឺអត់ឲ្យមានការបាញ់ទឹកលក្ខណៈខ្នាតធំទ្រង់ទ្រាយធំអីទេបាទប្រកបណាស់គឺអត់លេងទេបាទគឺដើម្បីគេហៅថាកោះកកាយជាមួយនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់យើងពីជំនាន់មុនគឺគេអត់បាញ់អញ្ចឹងទេបងកញ្ញាគឺគេប្រើពាងបាទតែឆ្នាំនេះអ្នកដឹកនាំគាត់លើកទឹកចិត្តឲ្យបងប្អូនគឺដាក់ពាងនៅមុខផ្ទះបាទដងទឹកស្រោចចាំមិនថាក៏ជះដើម្បីជាការដល់ភាពត្រជាក់ត្រជុំគ្នាទៅវិញទៅមកណាអួយខែចែកគឺជាខែដែលក្តៅបាទប៉ុន្តែឥឡូវនេះគឺភ្លៀងមកមួយមេគឺត្រជាក់ត្រជុំតែម្ដងបាទត្រជាក់ត្រជុំឃើញថាពុកម៉ែបងប្អូនភ្ញៀវជាតិអន្តរជាតិគាត់ពិតជាសប្បាយរីករាយបាទដោយសារដែលមិនឲ្យឡានបាញ់ទឹកបន្តទៀតក្នុងឆ្នាំនេះទី1គឺថាទុកគេហៅទុកបច្ច័យទុកលុយដើម្បីជូនបងបរិយាកងទ័ពចាកាត់បន្ថយការចំណាយហើយមួយទៀតកុំឲ្យវាអញ្ញានៅក្នុងក្រុងអញ្ចឹងយើងប្រើជាពាងយើងប្រើជាទឹកប៉ោតអីចឹងទៅឬក៏និយាយទៅគឺយើងឃើញថានៅក្នុងព្រឹត្តិការណ៍នគរសង្គ្រាមគឺលោកបានរៀបចំជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគឺល្អមែនតើបាទមានសណ្ដាប់ធ្នាប់អនាម័យនិយាយទៅគឺការរៀបចំគឺល្អខ្លាំងមែនតើលើកទី1ប៉ុណ្ណឹងប៉ុន្តែពិតជាពិសេសចានេះត្រូវចិត្តជ្រាយទៅឆ្នាំនេះមានរបៀបរៀបរយល្អជាពិសេសគឺសម្រាមអនាម័យគឺល្អបាទគឺបងប្អូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរគាត់យល់ដឹងគាត់យល់ដឹងពីបរិស្ថានគាត់យល់ដឹងពីការថែទុកដាក់សម្រាមឲ្យមានចាមានគឺសម្ដាប់ធ្នាប់ឲ្យមានអនាម័យបាទដើម្បីរក្សាសម្ដាប់ធ្នាប់ទីក្រុងរបស់យើងហើយសូមអំពាវនាវដល់ពុកម៉ែបងប្អូនបន្តទៅទៀតបាទដើម្បីលើកសម្រស់ទីក្រុងរបស់យើងឲ្យបានកាន់តែស្អាតទៅបាទតំណាងឲ្យថ្នាក់ដឹកនាំក្រុមការងារយុវជនស្ម័គ្រចិត្តពុកម៉ែបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងអន្តរជាតិ
សូមធ្វើកិច្ចបួងសួងថ្វាយព្រះពរថ្វាយព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមទ្រង់រួចចាក់ព្រះរគាព្យាធិទាំងឡាយទាំងពួងដើម្បីឆាប់បានយាងគង់ប្រថាប់ជាម្លប់ដល់កូនចៅចៅទួតទាំងអស់គ្នាទោះបីជាយើងកំពុងតែរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏សប្បាយសប្បាយរីករាយយ៉ាងណាក៏មិនដែលភ្លេចនៅការនឹករលឹកនិងការដឹងគុណដល់វីរៈកងទ័ពដែលបានពលីនិងឈរជើងយ៉ាងអង់អាចក្លាហានដើម្បីការពារជាតិមាតុភូមិរបស់យើងទាំងអស់គ្នាយើងអាចមកពីទីកន្លែងផ្សេងៗបានមកជួបជុំគ្នាបានដើម្បីបង្ហាញនៅការនឹករលឹកឆន្ទៈសម្លេងទឹកចិត្តនិងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរសម្រាប់ជាតិប្រជាជននិងសម្រាប់អនាគតរុងរឿងរបស់កម្ពុជាទាំងអស់គ្នាជាចុងក្រោយនេះខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានរៀបចំបង្កើតព្រឹត្តិការណ៍នគរសង្ក្រាន្តនេះឡើងហើយបញ្ចប់បានដោយរលូនជោគជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការជូនទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសសូមឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ